គិតទៅឲ្យតែអ្នកពាក់ព័ន្ធនឹងប្រទេសថៃច្រើនតែចង្រៃនិងសួយគ្រប់គ្នាម្ចាស់កម្មវិធីរួម Miss Universe លោករ៉ាអ៊ូល រូចាកាន់ទូជនជាតិមិចស៊ិកត្រូវបានតុលាការចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងករណីខុសច្បាប់ជួញដូរគ្រឿងញៀនជួញដូរអាវុធនិងរថពន្ធប្រេងក្រោយហោះត្រឡប់ពីថៃទៅមិចស៊ិកវិញលោករ៉ាអ៊ូល រូចាកាន់ទូឬរ៉ាអ៊ូលដែលជាអ្នកជំនួញសញ្ជាតិមិចស៊ិកនិងមនុស្ស12នាក់ផ្សេងទៀតត្រូវបានតុលាការចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីជួញដូរគ្រឿងញៀនរថពន្ធប្រេងនិងអាវុធខណៈដែលលោករ៉ាអ៊ូលបានបដិសេធការចោទប្រកាន់នេះភាពចម្រូងចម្រាសនេះតាក់ទងនឹងទំនាក់ទំនងរវាងលោករ៉ាអ៊ូលក្រុមហ៊ុនប្រេងរដ្ឋ Petróleos Mexicanos Pemex និងឪពុករបស់នាង Fatima Bush ដែលជាម្ចាស់មកុដ Miss Universe ឆ្នាំ2025ឪពុករបស់នាង Fatima ធ្វើការឲ្យក្រុមហ៊ុនរដ្ឋ Pemex ដែលបានផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុនមួយទៀតដែលពាក់ព័ន្ធនឹងលោករ៉ាអ៊ូលកាលពីថ្ងៃសៅរ៍ទី22ខែវិច្ឆិកាកាសែត EL Universal បានរាយការណ៍ថាក្រុមហ៊ុនប្រេងរដ្ឋ Pemex បានផ្ដល់កិច្ចសន្យាដែលមានតម្លៃ745លានពេសូប្រហែល41លានដុល្លារដល់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងលោករ៉ាអ៊ូលតាមរយៈដំណើរការដេញថ្លៃខណៈដែលលោក Bernardo Bush Hernandez ដែលជាឪពុករបស់នាង Fatima កំពុងកាន់តំណែងជាអ្នកគ្រប់គ្រងប្រតិបត្តិក្នុងក្រុមហ៊ុន Pemex កិច្ចសន្យានេះត្រូវបានចុះហត្ថលេខានៅឆ្នាំ2023ដើម្បីផ្ដល់សេវាបំពុងបង្ហូរប្រេងរវាង Pemex និងសម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយ Solucios Casiferas del Sur ដែលលោករ៉ាអ៊ូលជាម្ចាស់ក្នុងឆ្នាំដដែលនោះលោករ៉ាអ៊ូលក៏បានទិញសិទ្ធិផ្ដាច់មុខ Miss Universe 50% ផងដែរកិច្ចសន្យាខាងលើមានសុពលភាពចាប់ពីខែកុម្ភៈដល់ខែធ្នូឆ្នាំ2023នេះបើយោងតាមរបាយការណ៍របស់ EL Universal ដោយដកស្រង់ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុននៅពេលដែលទំនាក់ទំនងរវាង Pemex ឪពុករបស់ Fatima និងអ្នកផ្ដល់សេវាបំពង់បង្ហូរប្រេងត្រូវបានលាតត្រដាងជាសាធារណៈប្រជាជនមិចស៊ិកមួយចំនួនក៏បានចាប់ផ្ដើមចោទសួរអំពីភាពយុត្តិធម៌នៃការប្រកួត Miss Universe ងាកមកប្រទេសថៃឯនេះវិញតុលាការក្នុងប្រទេសថៃកាលពីថ្ងៃពុធបានឲ្យដឹងថាខ្លួនបានចេញដីកាចាប់ខ្លួនម្ចាស់ភាគហ៊ុនរួមនៃអង្គការ Miss Universe ពាក់ព័ន្ធនឹងករណីឆបោកអ្នកស្រីចក្រភុងអែនចក្រាជុថាធីបត្រូវបានចោទប្រកាន់ពីបទឆបោកហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំ2023អ្នកស្រីបានខកខានមិនបានចូលខ្លួនតាមការកំណត់នៅតុលាការក្រុងបាងកកកាលពីថ្ងៃអង្គារយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការក្រុងបាងកកអ្នកស្រីមិនបានជូនដំណឹងដល់តុលាការអំពីអវត្តមានរបស់ខ្លួនដូច្នេះអ្នកស្រីត្រូវបានចាត់ទុកថាមានហានិភ័យនៃការរត់គេចតុលាការបានកំណត់ពេលវេលាសវនាការឡើងវិញនៅថ្ងៃទី26ខែធ្នូយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការអ្នកស្រីចក្រភុងនិងក្រុមហ៊ុនរបស់អ្នកស្រី JKN Global Group Public Co Ltd ត្រូវបានប្តឹងពីបទចោទប្រកាន់ថាបានឆបោកលោករ៉ាវិវ៉ាត់ Mascham Madul ក្នុងការលក់សញ្ញាបត្រសាជីវកម្មរបស់ក្រុមហ៊ុនឲ្យលោកកាលពីឆ្នាំ2023លោករ៉ាវិវ៉ាត់បាននិយាយថាការវិនិយោគនេះបណ្ដាលឲ្យលោកខាតបង់30លានបាតឬ93,362ដុល្លារក្រុមហ៊ុន JKN ដែលមានបញ្ហាហិរញ្ញវត្ថុបានខកខានក្នុងការទូទាត់ប្រាក់ដល់វិនិយោគិនចាប់តាំងពីឆ្នាំ2023ហើយបានចាប់ផ្ដើមនីតិវិធីស្ដារនីតិសម្បត្តិបំណុលជាមួយតុលាការខ្សែធនកណ្ដាលក្នុងឆ្នាំ2024ក្រុមហ៊ុនបាននិយាយថាខ្លួនមានបំណុលសរុបប្រហែល 3,000 លានបាតឬ93លានដុល្លារក្រុមហ៊ុន JKN បានទិញសិទ្ធិរៀបចំការប្រកួត Miss Universe ពីក្រុមហ៊ុន IMG Worldwide LLC ក្នុងឆ្នាំ2022នៅឆ្នាំ2023ក្រុមហ៊ុនបានលក់ភាគហ៊ុន Miss Universe 50% របស់ខ្លួនទៅឲ្យក្រុមហ៊ុន Legacy Holding Group USA ដែលជាកម្មសិទ្ធិរបស់អ្នកជំនួញមិចស៊ិកលោករ៉ាអ៊ូល រូចាកាន់ទូ